ធនីគារកណ្ដាលនៅតែបន្តបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើមាសទោះបីជាមានសកម្មភាពលក់ចេញខ្លះៗក៏ដោយធនីគារកណ្ដាលបានទិញមាសចំនួន244តោននៅក្នុងត្រីមាសទី1ដែលកើនឡើង3%ធៀបទៅនឹងឆ្នាំមុននិងកើនឡើង17%ធៀបទៅនឹងត្រីមាសមុនប្រទេសប៉ូឡូញគឺជាអ្នកទិញមាសច្រើនជាងគេបានបន្ថែមមាស31តោនធ្វើឲ្យទុនបម្រុងប្រទេសនេះសរុបកើនឡើងដល់ទៅ582តោនធនីគារកណ្ដាលរបស់ប្រទេសអូប៊េគីស្ថានបានបន្ថែមមាស25តោនធ្វើឲ្យមាសមានទម្ងន់87%នៃទុនបម្រុងសរុបរបស់ខ្លួនធនីគារកណ្ដាលរបស់ប្រទេសចិនបានបន្ថែមមាស7តោនធ្វើឲ្យទុនបម្រុងមាសសរុបបានកើនឡើងដល់ទៅ2313តោនទន្ទឹមនឹងនេះក៏មានការលក់ចេញគួរឲ្យកត់សម្គាល់ផងដែរដូចជាប្រទេសទូគីបានលក់ចេញប្រហែលជា70តោននិង80តោនទៀតតាមរយៈកិច្ចសន្យា swap រីឯប្រទេសរុស្ស៊ីនិងមូលនិធិ Sofas របស់អាហ្សេបៃហ្សង់បានលក់ចេញចំនួន22តោនដូចគ្នាយ៉ាងណាមិញសកម្មភាពទាំងនេះត្រូវបានគេចាត់ទុកថាជាការរៀបចំយុទ្ធសាស្ត្រដើម្បីគ្រប់គ្រងរូបិយវត្ថុនិងសាច់ប្រាក់ងាយស្រួល